បន្ទាប់ពីអាមេរិកឥឡូវនេះបារាំងបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងកម្ពុជាស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឲ្យដឹងនៅថ្ងៃទី2ខែតុលានេះថាលោកឧត្តមសេនីយ៍ Patrick Vaglio នាយកនៃនាយកដ្ឋានសហប្រតិបត្តិការទ្វេភាគីតំបន់ភាគខាងត្បូងនៃសេនាធិការកងទ័ពបារាំងបានបំពេញទស្សនកិច្ចនៅកម្ពុជាលោកបានពិភាក្សាការងារជាមួយនឹងឯកឧត្តមផាតវិបុលសុភ័ក្រនាយកនៃនាយកដ្ឋានតាក់ទងអន្តរជាតិនៃក្រសួងការពារជាតិនិងឯកឧត្តមសែមរតនានាយកស្ដីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកាលពី30ឆ្នាំមុនលោកឧត្តមសេនីយ៍ Vaglio បានបំពេញបេសកកម្មសហប្រតិបត្តិការក្នុងជួរយោធាចារជំនាន់ទី1នៃសាលានាយទាហានសកម្មថ្មពងក្នុងឱកាសដំណើរទស្សនកិច្ចនេះលោកបានជួបជាមួយនឹងយោធាចារដែលបានបំពេញការងារកាលពី30ឆ្នាំមុនក៏ដូចជាអតីតសិស្សនាយទាហានរបស់គាត់ដែលមួយចំនួនបច្ចុប្បន្នជាឧត្តមសេនីយ៍បម្រើការងារក្នុងជួរកងយុទ្ធពលខេមរភូមិន្ទក្នុងឱកាសជំនួបនានានេះជាមួយក្រុមយោធាចារនិងសិស្សសាលានាយទាហានសកម្មបានសង្កេតឃើញពីភាពរស់រវើកនៃសហគមន៍យោធាដែលប្រើប្រាស់ភាសាបារាំងនៅកម្ពុជាអស់រយៈពេល30ឆ្នាំមកហើយនាយកដ្ឋានសហប្រតិបត្តិការផ្នែកសន្តិសុខនិងការពារផ្ដល់ការគាំទ្រការបណ្ដុំបណ្ដាលនាយទាហានការត្រៀមរៀបចំកងទ័ពមុខខៀវកម្ពុជាសម្រាប់ប្រតិបត្តិការរក្សាសន្តិសុខនិងបង្រៀនភាសាបារាំងនៅក្នុងជួរយោធានៅកម្ពុជានេះជាការបញ្ជាក់បន្ថែមពីស្ថានទូតបារាំង